សំភារៈឧបទេសគឺដើម្បីឲ្យសិស្សមានការចាប់អារម្មណ៍ទៅលើមេរៀនធ្វើឲ្យដំណើរការបង្រៀននិងរៀនមានភាពរលូននិងផ្ដល់ភាពងាយស្រួលដល់គ្រូដើម្បីបង្ហាញអំពីខ្លឹមសារនៃមេរៀនតាមរយៈសកម្មភាពដែលផ្ដល់នូវភាពរីករាយគឺអាចធ្វើឲ្យសិស្សមានការចូលរួមខ្ពស់នៅក្នុងដំណើរការនៃការសិក្សាល្បែងអប់រំក៏អាចជួយឲ្យសិស្សមានការប្រកួតប្រជែងដោយមេត្រីភាពនិងបង្កើននូវទំនាក់ទំនងកាន់តែស្អិតរមួតវីដេអូនេះនឹងណែនាំអំពីរបៀបបង្កើតសម្ភារៈដែលបង្កភាពរីករាយហើយគ្រូអាចប្រើប្រាស់បាននៅអំឡុងពេលបង្រៀនក៏ដូចជារបៀបនៃការធ្វើសកម្មភាពនៅក្នុងថ្នាក់រៀនផងដែរនៅក្នុងវីដេអូនេះនឹងបង្ហាញអំពីសារជាតិចិញ្ចឹមសំខាន់ៗអំឡុងពេលពេញវ័យដែលមានដូចជាសារជាតិដែកកាល់ស្យូមនិងប្រូតេអ៊ីនតាមរយៈសកម្មភាពនេះសិស្សានុសិស្សនឹងបានស្គាល់អំពីសារជាតិចិញ្ចឹមសំខាន់ៗទាំងនេះថាតើហេតុអ្វីបានជាមានសារៈសំខាន់និងអាហារប្រភេទណាខ្លះដែលសម្បូរនៅសារជាតិទាំងនេះតោះពួកយើងចាប់ផ្ដើមបង្កើតតារាងសារៈសំខាន់នៃសារជាតិដែកកាល់ស្យូមនិងប្រូតេអ៊ីនទាំងអស់គ្នាដើម្បីបង្កើតសម្ភារៈឧបទេសនេះបានពួកយើងត្រូវការសម្ភារៈមួយចំនួនដូចជាក្រដាសផ្ទាំងធំទំហំ A0 មួយសន្លឹកក្រដាសតូចៗខ្មៅដៃពណ៌ផ្លាស្ទិកថ្លាកាវម៉ាស៊ីននិងផ្លាស្ទិកអ៊ុតរឹងអ្នកអាចអ៊ុតក្រដាសផ្ទាំងធំទំហំ A0 ជាមួយនឹងស្កុតថ្លាដើម្បីប្រើប្រាស់បានយូរនិងការពារពីភាពសើមនិងដាច់រហែកជំហាននៃការបង្កើតសម្ភារៈឧបទេសចូលគូសប្រអប់ជួឈរចំនួន3ប្រអប់សម្រាប់ដាក់បាំងចំណងជើងនៃតារាងដែលមានដូចជាឈ្មោះសារជាតិចិញ្ចឹមសារៈសំខាន់និងប្រភពបន្ទាប់មកគូសប្រអប់ជួដេកចំនួន3ប្រអប់ដើម្បីឲ្យសិស្សអាចដាក់បាំងទៅតាមចំណងជើងនៃជួឈរខាងលើសូមប្រើផ្លាស្ទិកថ្លាធ្វើជាហោប៉ៅនៃប្រអប់នីមួយៗដើម្បីដាក់បាំងរូបភាពគ្រូអាចឲ្យសិស្សជួយគូសរូបភាពនៅលើបាំងដូចនេះពួកគេនឹងមានភាពរីករាយក៏ដូចជាផ្សារភ្ជាប់ទៅនឹងប្រធានបទមេរៀនដែលកំពុងសិក្សាឥឡូវយើងនាំគ្នាកលេចមើលអំពីរបៀបនៃការប្រើប្រាស់សម្ភារៈឧបទេសទាំងអស់គ្នាជាការប្រសើរប្រសិនបើគ្រូរំលឹកមេរៀនស្ដីអំពីសារជាតិចិញ្ចឹមសំខាន់ៗអំឡុងពេលពេញវ័យមុនពេលចាប់ផ្ដើមការធ្វើសកម្មភាពនិងសួរសំណួរទៅកាន់សិស្សជំហានបន្ទាប់ចូលបិទក្រដាសផ្ទាំងធំទំហំ A0 នៅលើក្តារខៀនដោយគ្រូដាក់នៅឈ្មោះសារជាតិចិញ្ចឹមដែលមានដូចជាសារជាតិដែកកាល់ស្យូមនិងប្រូតេអ៊ីននៅប្រអប់ទី1នៃជួរឆោមុននឹងឲ្យសិស្សដាក់បាំងរូបភាពចូលទៅក្នុងហោប៉ៅនៃប្រអប់នីមួយៗចែកបាំងរូបភាពដល់សិស្សហើយឲ្យពួកគេដាក់បាំងរូបភាពទាំងនោះចូលទៅក្នុងហោប៉ៅនៃប្រអប់នីមួយៗបន្ទាប់ពីសិស្សដាក់បាំងរូបភាពចូលទៅក្នុងហោប៉ៅនៃប្រអប់នីមួយៗរួចរាល់ហើយគ្រូពិនិត្យមើលចម្លើយថាតើត្រឹមត្រូវដែរឬទេសម្រាប់បាំងរូបភាពដែលដាក់មិនបានត្រឹមត្រូវនឹងត្រូវផ្លាស់ប្ដូរទៅកាន់ទីតាំងដែលត្រឹមត្រូវហើយគ្រូត្រូវបញ្យល់ទៅកាន់សិស្សថាហេតុអ្វីបានជាបាំងរូបភាពនេះត្រូវបានផ្លាស់ប្ដូរទៅកាន់ប្រអប់ផ្សេងទៀតគ្រូអាចបញ្យល់ទៅកាន់សិស្សថាមុខអាហារមួយប្រភេទអាចមានផ្ទុកសារជាតិលើសពីមួយប្រភេទវាអាស្រ័យថាតើសារជាតិចិញ្ចឹមមួយណាដែលអ្នកកំពុងតែត្រូវការឬស្វែងរកឧទាហរណ៍សាច់គោមានផ្ទុកទាំងជាតិដែកនិងប្រូតេអ៊ីនប៉ុន្តែសាច់គោគឺមានពណ៌ក្រហមដិតខ្លាំងជាងសាច់ជ្រូកដូចនេះសាច់គោត្រូវបានគេចាត់ទុកថាជាប្រភេទអាហារដែលសម្បូរជាតិដែកហើយសាច់ជ្រូកគឺជាប្រភេទអាហារដែលសម្បូរជាតិប្រូតេអ៊ីនដូច្នេះបើអ្នកត្រូវការជាតិដែកអ្នកគួរតែជ្រើសសាច់គោជាជាងជ្រើសយកសាច់ជ្រូកដូចគ្នានេះដែរទឹកដោះគោនិងផលិតផលផលិតចេញពីទឹកដោះគោគឺសម្បូរទៅដោយជាតិកាល់ស្យូមប៉ុន្តែវាក៏ជាប្រភពអាហារដ៏ល្អដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនផងដែរដូចនេះវាមិនខុសនោះទេបើសិនជាអាហារទាំងនេះត្រូវបានចាត់ថ្នាក់
ជាអាហារដែលមានសារជាតិចិញ្ចឹមតែមួយមុខក៏បានឬក៏ទាំងពីរមុខក៏បានដែរសម្រាប់ប្រភេទអាហារដទៃទៀតក៏អាចមានលក្ខខណ្ឌប្រហាក់ប្រហែលទៅនឹងឧទាហរណ៍ខាងលើផងដែរ